ចាជំរាបសួរអ្នកខ្ញុំឈ្មោះស្រីរតមកពីនំពពកនំពពកគឺជាសហគ្រាសដ៏តូចមួយផលិតនៅនំសុខភាពហើយនឹងបង្រៀននៅថ្នាក់អាហារូបត្ថម្ភទៅដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាគោលបំណងនៅក្នុងការបង្កើតនៅសហគ្រាសនំពពកនេះឡើងគឺដើម្បីជួយជំរុញនិងលើកកម្ពស់ទម្លាប់នៃការបរិភោគអាហារឲ្យមានសុខភាពល្អទៅដល់ក្មេងនៅក្នុងប្រទេសកម្ពុជាឲ្យធំមុខលាស់ដោយសុខភាពល្អថ្ងៃនេះខ្ញុំនឹងបង្ហាញណែនាំអំពីហ្គេមថ្មីដែលទើបបញ្ចេញរបស់ពួកយើងដែលមានឈ្មោះថាកាតហ្គេមសម្រាប់ចំណេះដឹងអាហារូបត្ថម្ភហ្គេមនេះគឺជាហ្គេមប្រពៃណីរបស់ប្រទេសជប៉ុនដែលមានឈ្មោះថាការ៉ូតាហ្គេមនេះគឺជាហ្គេមដ៏ថ្មីហើយនឹងដំបូងបំផុតនៅក្នុងប្រទេសកម្ពុជាដែលបង្រៀនថ្នាក់អាហារូបត្ថម្ភជាភាសាខ្មែរនេះគឺជាហ្គេមដែលនាងខ្ញុំណែនាំចាអញ្ចឹងនៅពេលដែលយើងបើកប្រអប់មកគឺយើងនឹងឃើញមានកូនសៀវភៅចំនួន1ការប្រយោគមានចំនួន33សន្លឹកការរូបភាពមានចំនួន33សន្លឹកការប្រយោគគឺចាប់ផ្ដើមជាមួយជនជាអ្នកខ្មែរ33តួផ្សេងៗពីគ្នាដូច្នេះហើយទើបជាមាន33សន្លឹកការប្រយោគនឹងមានអត្ថន័យគូកងជាមួយនឹងការរូបភាពបង្ហាញពីការពណ៌នារបស់ការប្រយោគពណ៌នាអំពីអាហារូបត្ថម្ភនិងការបរិភោគអាហារឲ្យមានសុខភាពល្អអ្នកទាំងអស់គ្នានឹងឃើញការទទេចំនួន1សន្លឹកនៃការប្រយោគហើយនឹង1សន្លឹកទៀតនៃការរូបភាពការទាំងអស់នេះគឺប្រើសម្រាប់នៅពេលដែលអ្នកទាំងអស់គ្នាធ្វើបាត់ច្បាប់ដែរឬក៏អ្នកទាំងអស់គ្នាចង់បង្កើតប្រយោគថ្មីឬក៏រូបភាពថ្មីដែលខ្លួនឯងបាននៅក្នុងហ្គេមរបស់យើងក៏មានកូនសៀវភៅផងដែរកូនសៀវភៅនឹងទូនាទីបញ្ចូលបន្ថែមអំពីការប្រយោគរបស់ពួកយើងជាឧទាហរណ៍ការប្រយោគរបស់យើងខ្លាំងច្រើនពេកនៅក្នុងអាហារធ្វើឲ្យអ្នកធាត់គូកងជាមួយនឹងការរូបភាពរបស់យើងអសខប្រសិនបើអ្នកទាំងអស់គ្នាចង់ស្វែងរកព័ត៌មានបន្ថែមសូមអ្នកទាំងអស់គ្នាមើលលេខរៀងលេខ2រួចហើយអ្នកទាំងអស់គ្នាយកកូនសៀវភៅមកសូមបើកទំព័រទី1ទំព័រទី2អ្នកទាំងអស់គ្នានឹងឃើញការបញ្យល់លម្អិតពីការប្រយោគរបស់ពួកយើងអស់មកច្រើនធ្វើឲ្យយើងប៉ះពាល់ដល់សុខភាពកុំនិយាយគ្នាពេលបានពេញមកឈប់ផឹកភេសជ្ជៈអែមឬភេសជ្ជៈបើកម្លាំងលាងសម្អាតបន្លែនិងសាច់ឲ្យបានស្អាតមុនពេលញ៉ាំឬក៏ចម្អិនណែភ្លឺល្អដោយការទទួលទានបន្លែនិងផ្លែឈើដែលមានពណ៌ចាស់ការនិយាយគ្នាពេលបាយពេលមាត់គឺជាទម្លាប់មិនល្អទេការបង្ហាញឲ្យគ្មានអាហារនៅក្នុងមាត់និងការបញ្ចេញសម្លេងពន្ទាលឺគឺជារឿងដែលគួរឲ្យខ្លាចពើនេះធ្វើឲ្យអ្នកញ៉ាំអាហារជាមួយគ្នាមានអារម្មណ៍មិនល្អដូច្នេះសូមទទួលទានអាហារឲ្យមានរបៀបនិងរក្សាភាពថ្លៃថ្នូរចា៎នេះខ្ញុំបានណែនាំហ្គេមសម្រាប់ចំណេះដឹងអាហារូបត្ថម្ភនិងព្រមទាំងបញ្យល់ពីរបៀបលេងនៃហ្គេមមួយនេះរួចរាល់មកហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តលេងនៅហ្គេមមួយនេះហ្គេមនេះពិតជាការស្រាវជ្រាវដ៏ល្អមួយព្រោះវាអាចជួយឲ្យក្មេងៗរៀនពីទម្លាប់នៃការបរិភោគឲ្យមានសុខភាពល្អក្រៅពីលេងសប្បាយរួចហើយលើសពីនេះកូនសៀវភៅដែលភ្ជាប់ជាមួយហ្គេមនេះក៏ជាសៀវភៅដែលជំនួយទៅដល់លោកគ្រូអ្នកគ្រូក្នុងការបង្រៀនដល់សិស្សផងដែរហ្គេមខារ៉ាតាគឺជាហ្គេមជំនួយដល់ការសិក្សាទាំងនៅក្នុងផ្ទះនិងសាលារៀនប្រសិនបើលោកអ្នកទាំងអស់គ្នាពេញចិត្តឬក៏ចាប់អារម្មណ៍នឹងហ្គេមមួយនេះអាចទំនាក់ទំនងមកយើងខ្ញុំបានសូមអរគុណចំពោះលោកអ្នកទាំងអស់គ្នាដែលចំណាយពេលទស្សនាវីដេអូនេះ